តាកតាអ្វីខ្លះដែលជាឥទ្ធិពលដល់ការសម្រេចចិត្តរបស់អ្នកការសម្រេចចិត្តមួយដែលត្រឹមត្រូវចំពោះអ្នកគឺជាគំនិតវិនិច្ឆ័យដែលស័ក្តិសមសម្រាប់អ្នកហើយក៏អាចឆ្លងតាមមតិអូទារបស់អ្នកដទៃផងដែរនោះហើយហៅថា social proof social proof គឺជាបញ្ញត្តិមួយដែលបង្ហាញថាអរិយាប័ត្រដូចគ្នានៃមនុស្សមួយក្រុមជាផុសតាំងបញ្ជាក់ថាវាជារឿងត្រឹមត្រូវនិងគួរធ្វើតាមដែរជាឧទាហរណ៍ជាក់ស្ដែងពេលអ្នកកំពុងចង់ទិញផលិតផលគ្រឿងសម្អាងមួយលើទីផ្សារតើអ្នកនឹងជឿជាក់លើផលិតផលបែបណាយើងគ្រប់គ្នាច្បាស់ជាចាប់អារម្មណ៍ផលិតផលដែលមានអ្នកប្រើប្រាស់ច្រើនជាមិនខានព្រោះជាទង្វើធ្វើឡើងដូចគ្នារបស់មនុស្សជាច្រើនអ្នកនៅក្នុង Digital Marketing ក៏តែងតែពឹងផ្អែកលើវិធីនេះដើម្បីអូសទាញអ្នកប្រើប្រាស់មកចាប់អារម្មណ៍ដែរតាមរយៈការបញ្ចេញមតិរបស់អតិថិជនមុនការ review ល្អៗជាដើមដូច្នេះហើយតើមានវិធីអ្វីខ្លះដើម្បីបង្កើតឲ្យមាន social proof ទី1គឺជា pain point គឺធ្វើឡើងនៅកលៈទេសៈដែលយើងសិក្សាដឹងពីចំណុចត្រូវការរបស់អ្នកប្រើប្រាស់ដើម្បីហៅទំនុកចិត្តរបស់អ្នកប្រើប្រាស់ថាយើងពិតជាដឹងដំណោះស្រាយទៅលើបញ្ហារបស់ពួកគេវិធីទី2 10 point គឺជាចំណុចមួយដែលធ្វើឲ្យអ្នកប្រើប្រាស់មានមន្ទិលជាឧទាហរណ៍ក្នុងការផ្សាយពាណិជ្ជកម្មរថយន្តរូបភាពរថយន្តទាំងមូលមិនបានធ្វើការបង្ហាញទាំងស្រុងនោះទេត្រឹមតែបង្ហាញតែផ្នែកខ្លះប៉ុណ្ណោះដើម្បីឲ្យអតិថិជនកាន់តែចាប់អារម្មណ៍និងស្រមើស្រមៃក្នុងភាពវិជ្ជមានអំពីផលិតផលវិធីទី3គឺជា skill គឺជាចំណុចមួយដូចគ្នានេះដែរហើយទំនុកចិត្តពីអ្នកប្រើប្រាស់គឺនៅពេលពួកគេឃើញអ្នកផ្ដល់សេវាកម្មមានទាំងជំនាញនិងសមត្ថភាព